ការចែកម្លែកលើកនេះគឺខ្ញុំចង់ចែកម្លែកតកតងទៅនឹងកលឹះក្នុងការទំនាក់ទំនងតែអត់និយាយច្រើនទេព្រោះនិយាយពីទំនាក់ទំនងមួយគេរៀនបញ្ញាបត្រ4ឆ្នាំរៀនអនុដិតទៀតប៉ុន្តែយើងនិយាយតែគីតែសំខាន់បន្តិចទេដើម្បីឲ្យបងប្អូនយើងងាយក្នុងការយកអនុវត្តហើយក៏ដូចជាការដាស់តឿនពេលខ្លះយើងភ្លេចខ្លួនអញ្ចឹងណាអញ្ចឹងក្នុងទំនាក់ទំនងអ្វីដែលសំខាន់ជាងគេនៅក្នុងទំនាក់ទំនងជាទូទៅយើងគិតថានិយាយការនិយាយការប៉ុនប្រសពទេប្រសពក្នុងការនិយាយស្ដីតែតាមពិតមែនទេខ្ញុំចង់ឲ្យបងប្អូនដឹងថានៅក្នុងកលឹះទំនាក់ទំនងអ្វីដែលសំខាន់ជាងគេគឺការស្ដាប់ដោយយកចិត្តទុកដាក់អញ្ចឹងបើសិនជាបងប្អូនចង់ខ្លាចជំនុំអ្នកដែលប្រកែកក្នុងការទំនាក់ទំនងបងប្អូនត្រូវធ្វើម៉េចឲ្យខ្លួនឯងខ្លាចជំនុំអ្នកដែលប្រកែកស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់សិនអញ្ចឹងកាលណាតែយើងប្រកែកស្ដាប់ដោយយកចិត្តទុកដាក់ណាណាគេក៏ចង់និយាយរកយើងដែរណាណាក៏ចង់ជួបយើងដែរព្រោះមនុស្សយើងចូលចិត្តនិយាយជាទូទៅធម្មជាតិមនុស្សចូលចិត្តនិយាយច្រើនជាងស្ដាប់អញ្ចឹងបើបានជួបនរណាម្នាក់ដែលគាត់ប្រកែកស្ដាប់ដោយយកចិត្តទុកដាក់យើងចូលចិត្តនិយាយគាត់ស្ដាប់ពេញចិត្តហ្មងនិយាយចំណាអញ្ចឹងយើងត្រូវវឹកហាត់ខ្លួនយើងនៅពេលដែលយើងស្ដាប់ណាម្នាក់គឺយើងត្រូវ pay attention ក្នុងការស្ដាប់អ្វីដែលគាត់និយាយបើសិនយើងអត់ pay attention យើងស្ដាប់យើងធ្វើនេះធ្វើនោះ distract វាធ្វើឲ្យការនិយាយរបស់គាត់អត់នេះអត់រលូនអញ្ចឹងធ្វើឲ្យគាត់អត់សូវសប្បាយចិត្តក្នុងការនិយាយមួយយើងអញ្ចឹងយើងត្រូវរៀនស្ដាប់ឲ្យបានច្រើននឹងទី1អញ្ចឹងទី1គឺស្ដាប់អញ្ចឹងអ្នកនឹងដឹងថាស្ដាប់ហើយទី2គេទី2គឺនិយាយហ្នឹងហើយប៉ុន្តែសួរនិយាយរបៀបម៉េចគឺនិយាយអ្វីដែលជាប្រធានបទដែលដៃគូរបស់យើងចាប់អារម្មណ៍ឬក៏ចង់ដឹងឬក៏យល់ដឹងក្នុងផ្នែកហ្នឹងអញ្ចឹងយើងអត់គួរនិយាយអ្វីដែលជាប្រធានបទដែលមិនតាក់ទងជាមួយនឹងដៃគូយើងនោះទេអញ្ចឹងមុនយើងតាក់ទងនរណាម្នាក់យើងត្រូវស្វែងយល់ពីគាត់សិនថាតើគាត់ជានរណាគេគាត់ធ្វើការអីគេគាត់ចូលចិត្តអីគេគាត់មានឋានៈអីចំណូលចិត្តរបស់គាត់នឹងស្អីគេយើងស្វែងយល់រឿងនឹងទាំងអស់ហ្នឹងហើយបានយើងចាប់ដល់ស្វែងយល់ប្រធានបទណាដែលយើងអាចយកទៅនិយាយមួយគាត់ប្រកបដោយភាពតាក់ទាញឧបមាថាគាត់ធ្វើការខាងផ្នែកវិស័យធនាគារចុះអញ្ចឹងយើងនិយាយក្នុងវិស័យធនាគារមួយគាត់គឺនិយាយទៅជក់ចិត្តល្អហើយចំណូលចិត្តរបស់គាត់អីគេហែលទឹកគាត់ចូលចិត្តកីឡាហែលទឹកអញ្ចឹងយើងនិយាយតាក់ទងទៅនឹងហែលទឹកមួយទៀតរហូតតែចូលចិត្តគ្នាទៀតនិយាយជាមួយគ្នាបានយូរហើយជក់ចិត្តជាមួយគ្នាបានច្រើនមែនតើអញ្ចឹងកាលណាតែនិយាយជក់គ្នាចូលចិត្តគ្នាធ្វើឲ្យមនុស្សចាប់ផ្ដើមចូលចិត្តគ្នាធ្វើមនុស្សមានទំនុកចិត្តមួយគ្នាដល់ពេលមនុស្សមានទំនុកចិត្តមួយគ្នាយើងអាចនិយាយរឿងផ្សេងទៀតបានតាក់ទងកិច្ចការរកស៊ីអីផ្សេងក្រោយទៀតអញ្ចឹងណាព្រោះយើងអត់អាចទៅនិយាយពងឡើងចាប់ដើមឡើងពីប្រយោជន៍តាក់ទងការរកស៊ីអីភ្លាមឯងព្រោះមនុស្សអត់តន់ទុកចិត្តគ្នាគាត់អត់បើកចិត្តស្ដាប់យើងទេអញ្ចឹងយើងត្រូវតែរៀនពីវិធីសាស្ត្រហ្នឹងអស់ហ្នឹងអញ្ចឹងសរុបមកវិញគឺបងប្អូនត្រូវចាំពីចំណុចសំខាន់ទី1គឺស្ដាប់ដោយយកចិត្តទុកដាក់ហុចពិបាកមិនស្រួលទេហ្នឹងណាខ្ញុំគាត់ចង់ប្រាប់ថាមិនស្រួលទេអញ្ចឹងតលុះត្រាតែបងប្អូនរៀនតាំងចិត្តក្នុងការស្ដាប់មានន័យថាយើង awareness be in the present មានន័យថាយើងស្ដាប់ហ្នឹងគឺយើង pay attention ហ្មងយើងដឹងថាគាត់និយាយពីអីចឹងណាហើយនឹងយើង react ទៅតាមអ្វីដែលគាត់និយាយបន្តិចបាទអូអញ្ចឹងអញ្ចឹងអីចឹងណាអញ្ចឹងធ្វើគាត់មានអារម្មណ៍ថា engage ជាមួយគ្នាហ្នឹងបាទទី1ទី2និយាយតែបញ្ហាណាដែលពាក់ព័ន្ធជាមួយដៃគូរបស់យើងបើសិនជាបញ្ហាហ្នឹងមិនពាក់ព័ន្ធមួយគាត់ទៅជាបញ្ហារបស់យើងឬបញ្ហាអ្នកដទៃព្យាយាមកុំនិយាយមកព្រោះកាលណាដែលយើងយកបញ្ហាណាដែលមិនមែនជារឿងរបស់គាត់ដែលមិនពាក់ព័ន្ធមួយគាត់សោះយកទៅនិយាយមួយគាត់វាបង្កើតជាអារម្មណ៍ធុញទ្រាន់ដល់គាត់បាទអញ្ចឹងត្រូវចាំតំណប៉ុណ្ណឹងអញ្ចឹងអត់មានអីច្រើនទេថ្ងៃនេះខ្ញុំចែកម្លែកតែពីចំណុចហ្នឹងទេបាទអរគុណ